បោសសដែលជាមន្ត្រីរាជការឬក៏បោសសដែលជានយោជកបងប្អូនគឺបានទទួលអត្ថប្រយោជន៍មុនពេលសម្រាប់ចំនួន4ដងហើយនៅក្រោយសម្រាប់ចំនួន10ដងណាអញ្ចឹងបងប្អូនមកស្ដាប់ថាតើយើងយកលុយបាននៅពេលណាអញ្ចឹងគឺលើកទី1របស់បងប្អូននោះគឺនៅក្នុងត្រីមាសទី1ចាមានន័យថា12ខែដំបូងណាអញ្ចឹង12សប្តាហ៍ដំបូងសំទោសមិន12ខែអញ្ចឹង12សប្តាហ៍ដំបូងបងប្អូននឹងមានផ្ទៃពោះព្រាមសូមប្រញាប់មកព្រាមកុំឲ្យហួសពេលខកខាននៃការយកលុយលើកទី1ណាហើយម្ដងគឺបានចំនួន80000ចាអញ្ចឹងលើកទី2គឺពេលរយៈពេល20ទៅ24សប្តាហ៍ចាលើកទី2សំទោសលើកទី3គឺ30ទៅ34លើកទី3គឺ30ទៅ32សប្តាហ៍លើកទី4ចាលើកទី4គឺ36ទៅ38សប្តាហ៍អញ្ចឹងបងប្អូនសួរតែចុះអ្នកគ្រូបើមកខុសណាត់អីបានអត់អញ្ចឹងខុសណាត់បងប្អូននឹងអត់បានលុយដែរចាបានខ្ញុំនិយាយអញ្ចឹងមានស្ត្រីម្នាក់គាត់មកព្រឹកមិញគាត់បានផ្ទៃពោះរបស់គាត់15សប្តាហ៍អញ្ចឹងលើកពី12សប្តាហ៍លើកពីត្រីមាសទី1ត្រូវហ៎អញ្ចឹងខុសការទទួលបានលុយលើកទី1ឯងអញ្ចឹងបងប្អូនដឹងមានផ្ទៃពោះសូមប្រញាប់មកភ្លាមមកណាបើសិនបើបងប្អូនរងចាំយូរពេកវាខាត់លើកទី1អញ្ចឹងរងចាំដល់លើកទី2ចាពិនិត្យឲ្យប៉ុន្តែលុយអត់បានទេអញ្ចឹងលើកទី2របស់គាត់គឺនៅក្នុង16សប្តាហ៍អញ្ចឹងឧទាហរណ៍ថា16សប្តាហ៍គាត់មកម្ដងអញ្ចឹងគាត់មក10ពេលរយៈពេលលើកទី2ហ្នឹងគឺពី20ទៅ24សប្តាហ៍អញ្ចឹងបើបងប្អូនមក16ឬ18សប្តាហ៍បងប្អូនបានលុយអត់គឺអត់បានទេបងប្អូនអញ្ចឹងវាមានរយៈពេលណាត់របស់គេអញ្ចឹងឧទាហរណ៍ថា20ទៅ24សប្តាហ៍បងប្អូនមកថ្ងៃទីអាយុ25សប្តាហ៍បានអត់អញ្ចឹងគឺអត់បានទេណាអញ្ចឹងគេមានថ្ងៃណាត់របស់គេអញ្ចឹងបងប្អូនបាច់ភ័យថាខ្លាចខកខ្លាចអីទេពេលបងប្អូនទៅដាក់បូសូដើម្បីយកលុយលំហែតតមិត្តភាពលំហែតតមានផ្ទៃពោះមុនសម្រាប់ហ្នឹងគេនឹងឲ្យតារាងណាត់មួយគឺមានថ្ងៃគេចន្លោះពីថ្ងៃណាទៅថ្ងៃណាហើយបងប្អូនស្ត្រីភាគច្រើនគឺឆ្លាតណាគឺគាត់មកមិនដែលខុសណាត់ខុសថ្ងៃទេបងប្អូនគឺគាត់ដឹងការយកលុយរបស់គាត់គឺគាត់ឆ្លាតចាអានោះខ្សែលើកទឹកចិត្តត្រង់ហ្នឹងណាហើយមួយទៀតបងប្អូនក្រោយសម្រាប់ចាអញ្ចឹងសួរតែក្រោយសម្រាប់យើងបានលុយចំនួន10ដងទៀតអញ្ចឹងអាហ្នឹងគឺជាផ្នែកមន្ត្រីរាជការសម្ដេចឯបូសសូជានយោជកគឺគាត់បានលុយនៅពេលដែលគាត់ពិនិត្យសំទោសនៅពេលដែលគាត់សម្រាប់ហ្នឹងគឺគាត់បាន800,000ចាហើយនឹងក្រោយសម្រាប់របស់គាត់ហ្នឹងក្រោយសម្រាប់បានចំនួន10ដងអញ្ចឹងពេលដែលគាត់ត្រូវលក្ខខណ្ឌគឺគាត់បានលុយ70%ទៀតចាលុយ70%របស់ខាងបូសសូនយោជកណាអញ្ចឹងបើបូសសូជាស្វ័យនយោជបងប្អូនគឺបានលុយលំហែតមិត្តភាពរបស់គាត់ដែរលំហែតមិត្តភាពមានន័យថាគាត់បាន70%របស់គាត់គឺ1,26,000ចំណែកឯនយោជកគឺគាត់បានអត់ដូចគ្នាទេបងប្អូនពីមួយទៅមួយសារកាត់បងមកគាត់ក៏ខុសគ្នាដែរណាអញ្ចឹងចង់ប្រាប់ទៅការពិនិត្យការចំនួន10ដងការយកលុយចំនួន10ដងខាងក្រៅទៀតណាអញ្ចឹងចំនួន10ដងខាងក្រៅទៀតគឺ7ថ្ងៃបន្ទាប់ពីសម្រា14ថ្ងៃបន្ទាប់ពីសម្រា45ថ្ងៃបន្ទាប់ពីសម្រាចារយៈពេលកូនបាន1ខែកន្លះហ្នឹងហើយ45ថ្ងៃអាហ្នឹងលើកទី3របស់យើងណាបន្តមកទៀតកូនបាន2ខែកន្លះចាពេលដែលមកបាក់សាំងកូនណាចាបន្តមកទៀតគឺ3ខែកន្លះចាបន្តមកទៀតគឺអាយុកូន6ខែអាយុកូន9ខែអាយុកូន12ខែអាយុកូន1ខួបកន្លះមានន័យថា18ខែចាឬបន្តមកទៀតបញ្ចប់គ្រប់10ដងនោះគឺអាយុកូន2ឆ្នាំឬក៏ហៅថា24ខែអាហ្នឹងគឺជាពេលវេលាដែលបងប្អូនត្រូវមកយកលុយក្រោយសម្រាអញ្ចឹងពេលក្រោយសម្រាហ្នឹងបងប្អូនអត់បាច់ភ័យទេត្រូវពីព្រោះពេលយើងយកទៅដាក់ពេលសម្រាហ្នឹងដាក់ទៅគឺគេនឹងចាញ់ជាកតាស់ណាត់ឲ្យយើងមានតារាងណាត់ឲ្យយើងត្រូវអញ្ចឹងយើងមើលទៅតាមតារាងណាត់ហ្នឹងចាអញ្ចឹងគឺຕົកចន្លោះឲ្យប្រហែលជា5ថ្ងៃទៅ1អាទិត្យអញ្ចឹងយើងមកចន្លោះហ្នឹងមកគឺដឹងតែបានលុយឯចាហើយមួយទៀតបើសិនជាសម្រាប់ឲ្យ80,000របស់បងប្អូនស្ត្រីជាកម្មករនយោជកអញ្ចឹងបូសសូរបស់បងប្អូនហ្នឹងបាន80,000ហ្នឹងលក្ខខណ្ឌបងប្អូនដឹងត្រូវសម្រាប់នៅក្នុងពេទ្យរដ្ឋចាហើយសម្រាប់ឯបូសសូដែលជានយោជកហ្នឹងទៀត70%របស់បងប្អូនណាសម្រាប់បូសសូសំទោសចាថា70%របស់បងប្អូននៅក្នុងមិនថាជាបូសសូនយោជកឬមួយក៏បូសសូស្វ័យនយោជកបងប្អូនគឺបាន70%ទៅឯងចាលក្ខខណ្ឌរបស់បងប្អូនដឹងហើយ12ខែចុងក្រោយមានវិភាគទាន9ដងអញ្ចឹងវិភាគទានរបស់បងប្អូននេះគឺឲ្យបាន9ដងគឺបងប្អូនបានលុយហ្នឹងហើយអញ្ចឹងអានឹងអត់ប្រកាន់សម្រាប់នៅពេទ្យណាទេបងប្អូនសម្រាប់នៅឯកជនសម្រាប់នៅណាសម្រាប់ទៅគ្រាន់តែពេលចេញពីមន្ទីរពេទ្យឯកជនមកបងប្អូនត្រូវមកសម្រាប់នៅមន្ទីរពេទ្យរដ្ឋចានៅឬក៏មណ្ឌលសុខភាពរបស់យើងហ្នឹងឲ្យបានម្ដងចានឹងមានការបោះត្រាបូសូនៅលើការតាបច្ចេកវិទ្យាឬអីចឹងយកទៅដាក់ដើម្បីទាមទារយកលុយ70%របស់បងប្អូនណាចាអញ្ចឹងបងប្អូនគិតថាមានប្រយោជន៍ទេសូមបងប្អូនជួយចែករំលែកនិង share ផងណា